បាទសូមគោរពនឹងជម្រាបសួរសម្ដេចពុកសម្ដេចម៉ែបាទដែលបានចូលរួមទស្សនានៅខ្សែវីដេអូមួយនេះបាទបន្តគឺសូមជម្រាបសួរដល់សម្ដេចឯកឧត្តមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាគ្រប់ស្តបណាជាទីមេត្រីបាទថ្ងៃនេះគឺខ្ញុំវិបុលខេមរាមានវត្តមានឈរនៅទីតាំងគឺភូមិស្វាយសៀមឃុំងួយសៀងស្រុកតកោខេត្តត្រាវិញបាទប្រតិបត្តិខ្មែរក្រមបងប្អូនដើម្បីចែករំលែកនឹងជូនដំណឹងដល់បងប្អូនទាំងអស់បានទស្សនានឹងស្វែងយល់អំពីទស្សនវិជ្ជារូបភាពស្វាយសៀមថ្មីបានធ្វើកម្មវិធីបានសម្ពោធឆ្លងសាលាធម្មសភា2ជាន់និងសមិទ្ធផលនានារួមទាំងដាក់បាតចំពោះព្រះសង្ឃ500អង្គបាទកន្លងទៅមួយថ្ងៃនេះគឺថ្ងៃទី2បាទរូបភាពខាងមុខកន្លងទ្វារវត្តស្វាយសៀមថ្មីបងប្អូនឃើញគឺមានលោកយាយលោកតាញាតិញោមពុទ្ធបរិស័ទចូលរួមយ៉ាងកកមែនទែនដែលបាននិមន្តនឹងអញ្ជើញមកចូលរួមក្នុងឱកាសបានសម្ពោធឆ្លងសាលាធម្មសភានៅថ្ងៃនេះបាទជាពិសេសគឺក្នុងកម្មវិធីបានឆ្លងសាលាធម្មសភាគឺមានក្រុមតារាជើងចាស់តារាដែលល្បីមកពីប្រទេសកម្ពុជាយើងផងដែរចូលរួមសម្ដែងកំដរអារម្មណ៍លោកយាយលោកតាញាតិញោមពុទ្ធបរិស័ទឲ្យបានសប្បាយរីករាយពេលដែលចូលរួមកម្មវិធីបានថ្ងៃនេះបាទថ្ងៃនេះគឺឃើញលោកយាយលោកតាញាតិញោមពុទ្ធបរិស័ទនៅខ្មែរក្រមនេះចូលរួមច្រើនកកដោយសារតែថ្ងៃនេះគឺថ្ងៃបញ្ចប់ហើយបំណងគឺគាត់របស់គាត់នោះគឺមានបំណងគឺមកធ្វើបន់បំពេញបន់ផងនិងមកគ្រប់គ្រងតារាចម្រៀងរបស់យើងផងបាទហើយដូច្នេះហើយបងប្អូនចូលរួមអបអរសាទរជាមួយនឹងខ្ញុំដូចតទៅនឹងស្វែងយល់ជាមួយនឹងខ្ញុំដូចតទៅបាទសូមអរគុណចំពោះទឹកចិត្តរបស់សម្ដេចពុកសម្ដេចម៉ែដែលបានឧបត្ថម្ភក្នុងការកសាងនៅសមិទ្ធផលនានានៅវត្តស្វាយសៀមថ្មីរបស់ផងយើងបាទបងប្អូនឃើញឥឡូវគឺលោកយាយលោកតាក៏ធ្វើដំណើរចូលទៅខាងកណ្ដុងហើយបងប្អូនបាទគឺធ្វើដំណើរចូលទៅខាងកណ្ដុងដើម្បីចូលរួមកុសលក្នុងកម្មវិធីបន់នៅថ្ងៃនេះបាទការបំពេញបន់របស់ពួកគាត់នេះគឺដោយទឹកចិត្តជ្រះថ្លានិងគ្រប់គ្រងតារាចម្រៀងរបស់យើងមែនតើបងប្អូនពីព្រោះថាពីដើមមកមិនធ្លាប់មានកម្មវិធីធំហើយនឹងមានតារាចម្រៀងរបស់កម្ពុជាយើងធ្វើដំណើរមកខ្មែរក្រមដើម្បីសម្ដែងនឹងគ្រៀងកំដរពួកគាត់ទេសូម្បីតែខ្ញុំបន្តក៏មិននឹកស្មានថាមានថ្ងៃនេះដែរបាទការស្រមើសម័យកន្លែងទៅជាការពិតបាទការពីដើមឡើងគឺខ្ញុំធ្លាប់បាទគឺសង្ឃឹមហើយសួរខ្លួនឯងថាតើថ្ងៃណាទៅមានតារាចម្រៀងយើងមានសមត្ថភាពនឹងបានមកសម្ដែងនៅខ្មែរក្រមបាទការស្រមើសម័យរបស់ខ្ញុំឥឡូវបានក្លាយទៅជាការពិតនេះគឺជាការពិតពីព្រោះថាខ្ញុំក៏អ្នកគ្រប់គ្រងបទចម្រៀងរបស់កម្ពុជាយើងផងដែរបាទយើងធម្មតាយើងខ្មែរស្ដាប់ខ្មែរហើយបងប្អូនបាទហើយដូច្នេះហើយយើងត្រូវតែគ្រប់គ្រងខ្មែរយើងដូចគ្នាបាទសូមអរគុណបាទចំពោះការទស្សនានៅខ្សែវីដេអូរបស់ខ្ញុំកន្លងមកបាទបើមិនថមបាទចុច like ចុច subscribe ចុចជាវនឹងបាទសូមចូលរួមចុចជាវម្នាក់មួយផងដើម្បីលើកទឹកចិត្តដល់ខ្ញុំអ្នកផលិតវីដេអូចែកជូនបងប្អូនទស្សនាកំសាន្តពេលសម្រាប់ពីការងារបាទចុងបញ្ចប់វីដេអូគឺសូមជូនពរគ្រប់ប្រការដល់សម្ដេចពុកសម្ដេចម៉ែឲ្យទទួលបានពុទ្ធពរទាំងឡាយ4ប្រការជាពិសេសគឺមានកម្លាំងមកមួនបាទបញ្ញាឆ្លាស់វៃក្នុងការដឹកនាំប្រទេសជាតិក៏កាន់តែរីកចម្រើននឹងជាមលុបដ៏ត្រជាក់ដល់គុណចៅរបស់បងប្អូនខ្មែរយើងនៅថ្ងៃអនាគតទៅទៀតបាទសូមអរគុណនិងសូមចូលរួមអបអរសាទរនិងសាធុទាំងអស់គ្នាបាទខ្ញុំពិតជាមានទឹកចិត្តសូមអំណររីករាយយ៉ាងក្រៃលែងបាទចំពោះការឧបត្ថម្ភកសាងកន្លងមករបស់សម្ដេចពុកសម្ដេចម៉ែបាទដំបូងគឺឋានសាមគ្គីមហាគ្រួសារខ្មែរយើងបាទទទួលបានទឹកប្រាក់ក្នុងការកសាងហើយបានឧបត្ថម្ភបន្ថែមក្នុងការកសាងវត្តស្វាយសៀមថ្មី
បាទគឺឃើញថាបានរួចរាល់ឥឡូវបានចាត់ចែងនៅកម្មវិធីបន់ឆ្លងហើយគឺសម្ពុតឆ្លងឆ្លាធម្មសភានិងសមិទ្ធផលនានាបាទគឺបានរួចរាល់បាទថ្ងៃនេះបងប្អូនខ្មែរកាន់តែរីករាយសប្បាយថែមទៀតពីព្រោះថាមានក្រុមតារាចម្រៀងដោះល្បីរបស់កម្ពុជាយើងហើយគាត់គឺជាតារាចម្រៀងជើងចាស់បាទទទួលបានគ្រប់គ្រងយ៉ាងពេញទំហឹងបាទចំពោះបងប្អូនខ្មែរក្រមនៅព្រះតាពាំងមិនថានៅតំបន់ខ្មែរក្រមទេគឺទទួលការគ្រប់គ្រងយ៉ាងកក់ក្ដៅបំផុតដែលតាមដែលខ្លួនអាចធ្វើបានបាទសូម្បីតែខ្ញុំក៏បាទស្អកដែរបងប្អូនបាទគឺស្អកដោយសារតែស្រែកហូបាទស្បាយក្នុងការសម្ដែងរបស់តារាគឺបងប្អូនខ្មែរយើងនៅខ្មែរក្រមគឺស្រែកហូស្បាយយ៉ាងអឹងកងបាទគ្រប់គ្រងពេញទំហឹងមែនតើបងប្អូនបាទមិនធ្លាប់ក្តីសង្ឃឹមឥឡូវកន្លងទៅជាការពិតក្តីសង្ឃឹមកន្លងទៅជាការពិតមិនមែនជាការក្លែងក្លាយឬមិនពិតនោះទេឥឡូវកន្លងទៅជាការពិតហើយបាទយុទ្ធតែបាទខ្ញុំពិតជាសប្បាយរីករាយមែនទែនបាទពិសេសគឺចំពោះទឹកចិត្តរបស់លោកយាយលោកតានៅខ្មែរក្រមនេះតែម្ដងគឺគាត់គ្រប់គ្រងពេញទំហឹងចំពោះតារារបស់យើងដែលបានអញ្ជើញមកនៅក្នុងឱកាសបន់ថ្ងៃនេះបាទហើយពីចំណេញគឺបាទអ្នកមីងពេជ្រចន្ទាបានច្រៀងបាទកំដរអារម្មណ៍ហើយគាត់បានសម្រាប់ទឹកភ្នែកបាទពីព្រោះថាគាត់ឃើញការគ្រប់គ្រងនិងទឹកចិត្តរបស់បងប្អូនខ្មែរក្រមនឹងគឺស្មោះសរបាទស្មោះសរល្អប្រសើរធ្វើឲ្យគាត់គឺមិនអាចទប់ទឹកភ្នែកបានគឺបានសម្រាប់ទឹកភ្នែកតែម្ដងបងប្អូនព្រោះពីព្រោះថានេះគឺជាលើកដំបូងហើយដែលបានមកឃើញបងប្អូនខ្មែរក្រមគ្រប់គ្រងបាទពេញទំហឹងហើយនឹងច្រើនកកដល់ថ្នាក់នេះបាទគាត់មិនអាចទប់ទឹកភ្នែកបានគាត់កំពុងតែច្រៀងតែម្ដងបាទបងប្អូនឃើញរូបភាពនៅខាងមុខឃើញណាnày đất người ta đỏបាទបងប្អូនឃើញឆ្ងាយគឺមានឡានចូលចតបន្តដឹកជញ្ជូនលោកយាយលោកតាញាតិញោមពុទ្ធបរិស័ទមកចូលរួមកម្មវិធីបន់នៅថ្ងៃនេះបាទខ្ញុំព្យាយាមខ្លាំងណាស់ដើម្បីចែករំលែកនិងផ្ដល់មតិនិងបង្ហាញរូបភាពដល់សម្ដេចពុកសម្ដេចម៉ែលោកយាយលោកតាញាតិញោមពុទ្ធបរិស័ទនៅគ្រប់ទីនៅលើពិភពលោកមិនថាខ្មែរលើខ្មែរកណ្ដាលខ្មែរក្រមបងប្អូនខ្មែរនៅបរទេសនោះទេគឺយាយាមធ្វើរហូតដើម្បីចែកកម្លែករូបភាពបាទនៅមានរឿងជាច្រើនទៀតដែលខ្ញុំចង់បកស្រាយប៉ុន្តែពេលវេលាវាមិនសមស្របហើយទីតាំងក៏មិនសមស្របដែរបងប្អូនហើយដូច្នេះហើយត្រូវតែកាត់ខ្លះបាទពីដើមមកគឺធ្លាប់សង្ឃឹមធ្លាប់សម័យថាដឹងកាលណាបានក្រុមតារាចម្រៀងយើងមកច្រៀងនៅខ្មែរក្រមបានបាទខ្ញុំនៅតូចប៉ុន្តែទឹកចិត្តគឺស្រឡាញ់នឹងចង់បាននឹងចង់ឃើញប៉ុន្តែឥឡូវបានក្លាយទៅជាកាប់ពិតហើយបាទមានទាំងតារាដែលល្បីខ្លាំងហើយនឹងមានទឹកដមសម្លេងដ៏ពិរោះខ្លាំងបាទគាត់ជាជើងចាស់ទៀតបាទនេះគឺរឹតតែប្រសើរបាទមានលោកពូហូឡាវីនៅវនេតនិងមេងកេភិចិន្តាបាទពិតជាធ្វើឲ្យកក្រើកឆាកតន្ត្រីនៅខ្មែរក្រមវត្តស្វាយសៀនថ្មីនេះតែម្ដងបាទរូបភាពខ្ញុំទៅឆ្ងាយបាទចាប់រូបភាពចែកជូនបងប្អូនទស្សនាបាទថាមានសកម្មភាពយ៉ាងណានៅខាងមុខឡងទ្វារដែលលោកយាយលោកតាញាតិញោមពុទ្ធបរិស័ទធ្វើដំណើរមកបាទនៅមានរឿងសំខាន់ជាច្រើនទៀតដែលចង់បកស្រាយប្រាប់សម្ដេចពុកសម្ដេចម៉ែបាទគឺតាក់ទងទៅនឹងការរៀនសូត្របាទរក្សាប្រពៃណីក៏ដូចជាសម្ភារៈសម្រាប់គ្រូបង្រៀនក៏ដូចជាក្បួនខ្នាតបន្ថែមបាទតាក់ទងទៅនឹងសម័យកាល
ពីព្រោះថាខ្ញុំយកឃើញថាការរៀនសូត្ររបស់កូនចៅខ្មែរក្រមយើងនៅមានចំណុចខ្វះខាតត្រង់កន្លែងសម័យកាលគឺយើងតាមមិនទាន់យើងសិក្សាបានត្រឹមតែអក្សរសាស្ត្រនិងរក្សាប្រពៃណីតែប៉ុណ្ណោះអ្វីដែលខ្វះខាតគឺពាក្យពេចន៍បាទគឺពាក្យពេចន៍បងប្អូនខ្មែរក្រមគឺមានចំណុចខ្វះខាតត្រង់លេងពាក្យពេចន៍បាទគឺនិយាយបូកបញ្ចូលទៅនឹងខ្មែរកណ្ដាលនៅកម្ពុជាឲ្យបានស៊ីសង្វាក់គ្នាយើងត្រូវតែមានសៀវភៅបាទពាក្យពេចន៍ដែលចងក្រងសម្រាប់រៀននិងនិយាយបូកបញ្ចូលគ្នាឲ្យស្ដាប់បាននៅសម័យកាលនេះគឺវាបាទគឺសំខាន់ខ្លាំងណាស់បាទនេះប្រហែលជាយើងត្រូវទៅបន្ថែមកន្លែងនឹងបាទពីព្រោះថាខ្មែរក្រមគាត់និយាយគៀមភាសាគឺភាសាភូមិស្រុកតែប៉ុណ្ណោះពេលដែលបងប្អូនខ្មែរកណ្ដាលខ្មែរលើគាត់និយាយពាក្យដែលសម្រាប់ប្រទូទៅគឺបងប្អូនខ្មែរក្រមគាត់អាចនឹងងឿងឆ្ងល់ខ្លះគាត់មិនយល់ខ្លះបាទគឺខ្វះតែកន្លែងនឹងបាទដើម្បីយើងនិយាយបូកបញ្ចូលឲ្យស្ដាប់បានទូទៅវាជាបញ្ហាមួយដែលបាទ chỉ mò bị quật na bán rụp phiêu khang cào bằng phôn bà thôi nha xa còi mê bà cứ rèn phlieng nữa bà thôi có chùa ruộng ngọc cứ cào nó bằng phôn bà được rừng ngọc cào thôi có té mình nghe con tính này cứ cua đầm đá căn tay cào cũng chỉ được ta cọt nơi tụi nó trường quật ngay như bằng phôn bà được khét len và liu chân tư bà cứ có ăn cua mà mò phép bằng phôn riệp người miền lát ngay từng tôi riệp thì chua
มันเจ๋งยังไงตามคำสั่งต่างๆการนั้นบทละโซ่กับสัมปตินั้นสร้างเป็นการประโยชน์กับพลังเกี่ยวกับผลเทียนนั้นสร้างมาต้นเล็กต้นประตูสร้างของยังกับแนวคุณมีมาถอดนี่มีสกปรกยามนี่โอ้ปยามนี่ซ่อนเนี่ยยามซ่อนนี่รู้สบายรู้ไอ้เจอเรื่องอะไรยังมาวิธีบอลตัวใดมาตัดเสียงั้นสมรรถภาพเนี่ยถ้าโดยที่ไม่เยอะเนี่ยคือเราตัวนี้ต้องรับงานก่อนเนี่ยเป็นเยอะงั้นเทีนี้ปัจจุบันมาก่อนยังยังสอบตัวก็เปรักdi mana hormat matematika jawab banyak berapa tempo terbaik sama juruan tempur saya tak perlu lihat cái chỉ có nhung đẻ con gì nèรู้สบายรู้ไว้bài tả ơi bài nè thì vậy cả nè